សម្រាប់អ្នកដៃថ្មីយើងចូលទៅបង្កើត Gmail តាម YouTube បងប្អូនបាទចូលមកកាន់ YouTube មកបាទបន្ទាប់មកបើសិនជាបងប្អូនមាន Gmail ស្រាប់បើអត់ចាំ password ក៏អត់អីដែរបងប្អូនបាទចូលទៅបង្កើតថ្មីបាទចុចពាក្យថាខ្លួនឯងទៅបើអត់ទាន់មានយើងចុចពាក្យថា sign in បងប្អូនបាទចុចនៅខាងផ្ទាំងខាងក្រោមគេបាទឈៀងខ្លួនឯងបន្ទាប់មកបងប្អូនចុចពាក្យថា add បញ្ចូលគណនីមកហើយចុច continue បាទចុច continue វានឹងរត់មកដល់កន្លែង cloud យើងបង្កើត Gmail កន្លែងនេះបងប្អូនចុចពាក្យថាបង្កើតគណនីបាទ create គណនីបងប្អូនបាទបន្ទាប់មកយើងចុចពាក្យខាងលើនេះមកបាទសម្រាប់ធ្វើខ្លួនឯងណាបាទកន្លែងនេះយើងដាក់នាមខ្លួនបងប្អូនឈ្មោះ fake ដាក់យ៉ាងម៉េចក៏បានដែរអត់បញ្ហាបងប្អូនបាទដាក់ច័ន្ទដាក់ចែដាក់នូដាក់នៀតក៏បានដែរបាទកន្លែងនេះខ្ញុំដាក់ top trend ទៅបាទយើងដាក់ top trend ហើយដាក់ក្រោមដាក់ trend ចោលទៅណាបាទឈ្មោះបងប្អូនដាក់យ៉ាងម៉េចក៏បានដែរវាគ្រាន់តែជាគណនីឈ្មោះ Gmail យើងតែប៉ុណ្ណោះបងប្អូនបាទសំខាន់ឲ្យតែបងប្អូនចងចាំទៅបានហើយបាទកន្លែងនេះយើងដាក់តែប៉ុណ្្នឹងទេហើយខ្ញុំចុចនិតបន្តថ្ងៃខែឆ្នាំកំណើតបងប្អូនដាក់យ៉ាងម៉េចក៏បានដែរយើង fake ក៏បានដែរបងប្អូនបាទវាអត់សំខាន់ទេបាទយើងបង្កើតគណនី Gmail គឺស្រួលមែនតើបាទហើយឆ្នាំ1990ប្រហែលក៏បានដែរបងប្អូនបាទសំខាន់ឲ្យតែលើសអាយុ18ឆ្នាំរើសពាក្យតែប្រុសមកហើយចុចបន្តបាទកន្លែងនេះគឺយើងរើសកឡោន Gmail ដែលយើងត្រូវចងចាំឬក៏យើងទុកណាបងប្អូនបាទហើយយើង select មួយមកចុចពាក្យបន្តបាទបន្ទាប់មកបងប្អូនត្រូវតែដាក់ password ហើយកន្លែងនេះត្រូវតែចងចាំបាទត្រូវតែចាំខ្លួនឯងបងប្អូនអាចទៅសេទុកឬក៏គាត់ទុកថ្ងៃក្រោយពេលដែលយើងយក Gmail នឹងទៅយក password នឹងទៅដើម្បីទៅបាទទៅ log ជាមួយនឹង account ថ្មីបាទបើសិនជាបងប្អូនបាត់ទូរស័ព្ទបាត់អីយើងមាន Gmail មាន password អត់អីទេបងប្អូនបាទបន្ទាប់មកយើងចុចបន្តទៅដាក់ password រួចមកចងចាំណាហើយកន្លែងនេះបើសិនជាវាឲ្យដាក់លេខទូរស័ព្ទយើងដាក់លេខទូរស័ព្ទបើវាមិនឲ្យទៅយើងចុចបន្តទៀតទៅបាទនេះកន្លែងនេះគឺវាឲ្យខ្ញុំដាក់លេខទូរស័ព្ទអញ្ចឹងយើងដាក់លេខទូរស័ព្ទបញ្ចូលណាបាទយើងដាក់លេខទូរស័ព្ទ recover code បាទគឺផ្ទៀងផ្ទាត់ Gmail របស់យើងបានជោគជ័យ 100% មកដល់កន្លែងនេះគឺខ្ញុំត្រូវដាក់លេខទូរស័ព្ទរបស់ខ្ញុំតិចបងប្អូនអធិស្ឋានខ្ញុំដាក់លេខទូរស័ព្ទបន្ទាប់ពីដាក់លេខទូរស័ព្ទហើយចុចបន្តវានឹងផ្ញើកូដចូលលេខទូរស័ព្ទមួយហ្នឹងបងប្អូនបាទហើយខ្ញុំនឹង recover យកអាកូដ6ខ្ទង់ហ្នឹងបាទឥឡូវកូដផ្ញើមកហើយបាទគឺ57 31បាទខ្ញុំមើលម្ដងទៀតបងប្អូនបាទអញ្ចឹងកូដ6ខ្ទង់វាផ្ញើចូលលេខទូរស័ព្ទដៃរបស់យើងបងប្អូនបាទ43ចុចបន្តមកដល់នេះគឺវាប្រាប់ថាយើងប្រើភ្ជាប់ជាមួយលេខហ្នឹង Gmail ណាហើយចុចយល់ព្រមទៅហើយបងប្អូនបាទតែប៉ុណ្្នឹងទេស្រួលទេបងប្អូនបង្កើត Gmail មក complete លឿនមែនតើបាទមកដល់នេះគឺយើងបាន Gmail ហើយប៉ុន្តែអត់តន់អស់បងប្អូនបាទ complete down អា Gmail មួយទៀតដើម្បីយើង recover code ពេលដែលយើងធ្វើ TikTok ក៏បញ្ជាក់បន្តិចបងប្អូនបាទអញ្ចឹងបងប្អូនត្រូវមានអា mail នេះមួយទៀតនេះបង្ហាញណានេះត្រូវមានអា mail ហ្នឹងណា Gmail បាទហើយយើងយក Gmail របស់យើង password របស់យើងលុកចូលក្នុង Gmail ហ្នឹងទៅបាទឬក៏ sign in ឲ្យជាប់នៅក្នុងហ្នឹងបងប្អូនដើម្បីយើងយកកូដបាទកូដចេញពី TikTok វានឹងផ្ញើសារចូលក្នុង mail ហ្នឹងហើយបងប្អូនបាទបញ្ជាក់បន្តិចពេលដែលយើងចាប់ដើមបង្កើត TikTok គឺវានឹង recover code ចូលក្នុងហ្នឹងណាអញ្ចឹងបងប្អូន complete បាទដោតអានឹងទុកឲ្យហើយបាទបញ្ជាក់